ត្រូវតែធ្វើជាគំរូល្អដល់ជនផ្សេងទៀតជាពិសេសយើងជាយុវជនរបស់បកយោបាយទៅព្រៀបបើយើងព្រៀបខ្លួនធ្វើជាអ្នកយោបាយយើងព្រៀបខ្លួនធ្វើជាមេដឹកនាំយោបាយយើងត្រូវតែមានអត្ថប្រយោជន៍ចក្ខុវិទ្យាហ្នឹងដើម្បីបង្ហាញប្រកាន់អ្នកដទៃតែគាត់កម្រោងថាបញ្ចូលរួមយើងតែគាត់នៅស្ពេចស្ពិលនៅស្ទើរគាត់ថាយើងបង្ហាញកាយវិការជំនាញបង្ហាញចលនាគេអត់មកចូលរួមជាមួយយើងទេព្រោះយើងអត់មានតម្លៃយើងអត់មានគុណសម្បត្តិយើងអត់មានលក្ខណៈសម្បត្តិជាមួយគ្រូឡងហើយបើយើងមានលក្ខណៈសម្បត្តិលើបើវិញណាស្នាក់នៅក្នុងក៏គាត់មើលឃើញយើងក៏គាត់មានដល់តម្លៃយើងដែរពីព្រោះយើងកំពុងតែបណ្ដុះកម្មវិធីថ្ងៃនេះពីបណ្ដុះយុវជនឲ្យខ្លាយជាបន្តវេនបណ្ដុះយុវជនឲ្យចេះគិតគូរខ្វល់ខ្វាយពីរឿងសង្គមអញ្ចឹងយើងមិនអាចចូលយុវជនណាដែលផ្ទុយអំពីអ្វីដែលយើងចង់បានហ្នឹងយកមកឲ្យអ្នកនាំទេព្រោះកាលណាតែយើងមានចរិតវិញ្ញាណមិនល្អយើងមិនអាចទៅអង្គភាពឬក៏ស្ថាប័នរបស់យើងទៅមុខទេឃើញទេអញ្ចឹងអានេះគឺជាអ្វីដែលយើងចង់ចែករំលែកឲ្យចង់ឲ្យគ្នារបស់យើងបន្តពីវគ្គទៅគឺចែករំលែកនៅអ្វីដែលយើងមានដឹងតែយើងធ្វើបានអត់ប្រសើរដូច្នេះសំខាន់បំផុតគឺចំណេះដឹងហើយចំណេះដឹងយើងអាចទទួលបានដូចដែលបងប្អូនទាំងអស់ទទួលបានថ្ងៃនេះតាមរយៈការបណ្ដុះបណ្ដាលរបស់អ្នកនាំរបស់យើងថ្ងៃនេះដែលកំពុងតែមានចែករំលែកមិនមែនបរិញ្ញាទេចែករំលែកចំណេះដឹងដែលមានដើម្បីឲ្យគ្នាយើងបានដឹងដល់ថានៅត្រូវទៅរកចំណេះដឹងនៅកន្លែងណាទៀតតាមរយៈការចូលរួមសិក្ខាសាលាឬក៏ចូលរួមវគ្គបណ្ដុះបណ្ដាលនានាដែលការផ្ដល់ជូនដល់បកឬក៏អង្គការសិក្ខាសាលានានាមែនទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយុវជននៅក្នុងសម័យចេះជាបងប្អូនប្រើ Facebook បងប្អូនចេះប្រើ email ចេះប្រើ TikTok យើងយកអ្វីដែលយើងកំពុងតែប្រើហ្នឹងតាមរយៈ Facebook ហ្នឹងយើងធ្វើការសិក្សាស្រាវជ្រាវបន្ថែមចំណេះដឹងរបស់យើងហើយឥឡូវនេះការផ្ដល់ឱកាសឲ្យយុវជនពីច្រើនមែនទេតាមរយៈអង្គការតាមរយៈសាលាដំណើរប្រទេសអាចផ្ដល់យើងអាចដាក់ពាក្យសុំអាហារូបករណ៍ឬក៏មានវគ្គបណ្ដុះបណ្ដាលមួយចំនួនដូចខ្ញុំលើកទឹកចិត្តឲ្យគ្នារបស់យើងដែលអាចប្រើភាសាអង់គ្លេសបានអាចអផ្លាយអាចដាក់ពាក្យទៅអង្គការកម្ពុជាគឺជាអង្គការធំមួយនៅលើលោកដែលបណ្ដុះបណ្ដាលអ្នកនយោបាយវ័យក្មេងគេបណ្ដុះបណ្ដាលយើងមិនថាអត់យល់យើងទេហើយការដែលទៅរៀនជាបណ្ដុះបណ្ដាលរបស់អង្គការហ្នឹងគឺមានរហូតដល់បើវាខ្ញុំដែលខ្ញុំបានទៅគឺបាន5ប្រទេសមានរហូតដល់បានដល់អឺរ៉ុបទៀតវាចង់ក្រោយគឺយើងទៅបានអឺរ៉ុបហើយគេហ្វ្រីទាំងអស់ចេះការហូបចុកទាំងការស្នាក់នៅទាំងការរៀនសូត្រស្បែកតាកណ្ដាស់យើងផ្សេងមិនយើងផ្សេងគាត់ឯងក៏គេឲ្យយើងមិនបារម្ភពីគេចង់យើងអស់ហើយការហូបចុកអានេះជារឿងមួយការបរិញ្ញាហ្វ្រីការផ្ដល់សម្ភារៈសិក្សាជារឿងមួយការផ្ដល់ចំណេះដឹងជារឿងមួយហើយយើងអាចទៅសិក្សាស្វែងយល់នៅប្រទេសគេថាប្រទេសគេរីកចម្រើនដល់កម្រិតណាអឺរ៉ុបរីកចម្រើនដល់កម្រិតណាយើងអាចយកអាហ្នឹងមកគិតយកអាហ្នឹងមកអភិវឌ្ឍប្រទេសយើងទៅពេលណាដែលយើងជាអ្នកទទួលខុសត្រូវក្នុងអង្គភាពមួយទៅដល់អានេះគឺសំខាន់មែនទែនចឹងហើយចង់ឲ្យគ្នារបស់យើងជាផ្សេងជនរៀនបន្ថែមមានន័យថាសិក្សាស្រាវជ្រាវបន្ថែមអំពីចំណេះដឹងអ្វីដែលយើងមានស្រាប់រៀនអត់ចេះចប់ទេហើយកាលណាយើងមានចំណេះដឹងយើងមានសមត្ថភាពថ្មីគឺយើងអាចចែករំលែកទៅកាន់សហការីជាពលរដ្ឋនៅមូលដ្ឋានជាពិសេសឲ្យយើងអាចបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយបានកាន់តែច្រើនទៀត